រឿងនឹងអស់ចាមែនតែនថៅកែហាងកាទៀវធំម្នាក់នៅក្នុងបណ្ដៃពេញហួតបងស្នោបើកហាងចូល6ឆ្នាំហើយពេលដែលខ្ញុំយកប្រហិតផុសខ្ញុំទៅឲ្យគាត់សាកល្បងគាត់ថាបើយកមកទេ6ឆ្នាំមុននេះមានអ្នកលក់ប្រហិតសេកូច្រើនណាស់យកមកឲ្យគាត់សាកចង់ឲ្យគាត់ទិញតែគាត់សាកហើយចុងក្រោយគឺអត់ឈ្នះម៉ួយប្រហិតសេកូដែលគាត់រកស៊ីជាមួយ6ឆ្នាំនឹងមកទេដល់អញ្ចឹងខ្ញុំគាត់ថាឥឡូវចេះទៅបងខ្ញុំជូនបងកន្លះគីឡូសាកសិនជូន free ពេលគាត់សាកញ៉ាំហើយភ្លាមល្ងាចឡើងគាត់ទេមកខ្ញុំភ្លាមជាក់ផ្អើលមែនតើគាត់ថាគាត់សម្រេចចិត្តយកផាត់សេកូរបស់ខ្ញុំព្រោះផាត់សេកូរបស់ខ្ញុំទី1តម្លៃធូរជាងគេទី2រសជាតិឆ្ងាញ់មែនតើហើយទី3គាត់ពិនិត្យមើលច្បាស់ហើយគឺគុណភាពល្អណាស់ដូច្នេះចាប់ពីថ្ងៃហ្នឹងតទៅគាត់សុខចិត្តឈប់យកផាត់សេកូពីម៉ួយគាត់6ឆ្នាំគាត់ដូរមកយកផាត់សេកូពីខ្ញុំវិញហើយបងប្អូនដឹងហើយគាត់បើកហាងកាទៀវ6ឆ្នាំគាត់គឺជាមេចុងភៅហ្មងគេហៅមេសៃប្រែម្ចាស់ហាងហ្នឹងគាត់មេសៃប្រែមេចុងភៅខ្លួនឯងហ្មងដល់អញ្ចឹងប្រហិតហ្នឹងគាត់តែញ៉ាំច្បាច់គាត់ដឹងហើយថាល្អឬមិនល្អប្រហិតនេះគឺល្បីជាង10ឆ្នាំហើយនៅសៀមរាបឥឡូវនេះគឺខ្ញុំតាក់ទងយកមកបោះដុំពេញនៅទីក្រុងភ្នំពេញហ្នឹងបើអញ្ចឹងគាត់ឲ្យគាត់ភ្លក់ភ្លាមគាត់យកភ្លាមហ្នឹងឯងមិនផិតថ្មីទៅផលិតអីទេណាប្រហិតសេកូខ្មែរសុទ្ធហើយមិនមានជាតិផ្អាប់ហើយតម្លៃធូរជាតិឆ្ងាញ់ណាស់ចង់ប្រាប់បងប្អូនថាខ្ញុំលក់ជូនបងប្អូនហ្នឹងខ្ញុំអត់មានយកចំណេញទេខ្ញុំគឺជា